ក្មេងស្រីនឹកស្មានមិនដល់សោះថាខ្លួនគ្រាន់តែលូតទៅតាមរកអូនស្រីមកវិញតែបែរជាធ្វើឲ្យកើតមានការផ្សងព្រេងដែលនឹកស្មានមិនដល់ដោយអចេតនានៅក្នុងដំណើរការដេញតាមអូនស្រីនាងបានចូលខ្លួនចូលទៅក្នុងតំបន់អាថ៌កំបាំងមួយដោយមិនដឹងខ្លួនតាមឡើយនាងចង់ទៅយកអូនស្រីមកវិញតែត្រូវបានរារាំងដោយកម្លាំងដែលមើលមិនឃើញអ្នកមីងកុំទាន់ទៅអីនៅពេលដែលឃើញថានាងហៀបនឹងរងរបួសដោយសារថាមពលខណៈពេលដ៏សំខាន់គេក៏ស្ទុះទៅទាញអ្នកមីងត្រឡប់មកវិញភ្លាមមិនអីទេមែនទេកុំទាន់ទៅអីគេយើងមើលដឹងភ្លាមថានេះគឺជាទឹកដីអាទិទេពបុរាណជាសំណង់ដែលត្រូវបានសាងសង់នៅទីនេះអ្នកមីងដែលបារម្ភតែពីអូនស្រីមិនបានចាប់អារម្មណ៍តតែសោះថាក្មេងកំឡោះដែលមើលទៅមិនបានការម្នាក់ហើយអ្វីក៏អាចមើលស្គាល់កន្លែងនេះដែលសូម្បីតែទេវតាជាន់ខ្ពស់ក៏ប្រហែលជាមិនស្គាល់ផងខ្ញុំដឹងហើយនៅពេលនេះពួកគេមិនបានដឹងឡើយថាការសម្រេចចិត្តនេះនឹងផ្លាស់ប្ដូរវាសនារបស់ពួកគេទាំងស្រុងទោះបីជាគេយើងទទួលបានព្រលឹងរបស់អូនស្រីដោយជោគជ័យក៏ដោយតែនៅពេលដកថយបែរជាមុតដៃដោយអចេតនាដំណក់ឈាមដែលស្រក់ចុះបានដាស់អាថ៌កំបាំងបុរាណនៅទីនេះភ្លាមហើយទាញពួកគេចូលទៅក្នុងលំអាថ៌កំបាំងមួយអ្នកទាំងពីរទៅតែងាកក្រោយក៏ឃើញដាវដ៏ធំមួយអង្កេតលើអាកាសនេះគឺជាដាវដំបងរបស់មាតាដែលធ្លាក់ចូលក្នុងលោកទាំង3នៅក្នុងអាណាចក្រ Chels ដែលអ្នករស់នៅរហូតដល់ពេលនេះគេយើងទៅតែយល់ថាបំណងរបស់មាតាដែលឲ្យគេមកវឹកហាត់នៅភ្នំ Days តាមពិតគឺដើម្បីឲ្យគេប៉ះពាល់ជាមួយធម្មពល Chels មើលទៅដាវទេពហាក់ដូចជាចង់ទទួលស្គាល់គេជាម្ចាស់គេយើងចង់រត់គេចតាមសភាពពិតតែដាវទេពមិនព្រមលែងគេឡើយវិញ្ញាណដាវបានខ្លាយជាពន្លឺរួចហោះចូលទៅក្នុងខ្លួនរបស់គេយ៉ាងលឿនបង្ខំឲ្យគេយើងបញ្ចប់ពិធីទទួលស្គាល់ម្ចាស់បងប្រុសអើយឡើងមកលេងសិនមកឯងចេញមកសិនមកឯងយើងគិតថាគេជួបសំណាងធំហើយមានតែគេយើងខ្លួនឯងទេដែលដឹងការត្រូវបានដាវទេពបុរាណបង្ខំឲ្យធ្វើជាម្ចាស់បែបនេះហាក់ដូចជាគ្រោះថ្នាក់ដែលមើលមិនឃើញទៅវិញទេនៅពេលដែលនាងព្យាយាមប្រាជ្ញឲ្យដាវទេពចេញមកនឹកស្មានមិនដល់ថាអ្វីដែលលេចឡើងក្នុងដៃមិនមែនជាដាវដ៏អស្ចារ្យការពីអំបញ្ញឡើយតែបែរជាកម្មវិធីខ្លីដែលមានរូបរាងប្លែកទៅវិញចំពោះមុខការសើចចំអករបស់យើងគេយើងពន្យល់ទាំងអៀនខ្មាស់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 ក្នុងនោះមានកន្លែងដែលអតីតម្ចាស់ក្រុងឆេនហើយធ្លាប់វឹកហាត់កាលពីមុនព្រះមហេសីសុរាបេឆាយបានបង្កសង្គ្រាមរវាងទេវតាបណ្ដាលឲ្យឆេនហើយគ្រួសារខ្ទេចខ្ទីស្លាប់បាត់បង់ជីវិតចាប់តាំងពីពេលនោះមកឆេនមិនស្អប់ខ្ពើមពួកទេវតានឹងវិស័យបំផុតដើម្បីទទួលបានការចូលចិត្តពីឆេនមិនដើម្បីចូលទៅក្នុងដៃលូគេយើងបានសម្លឹងមើលផែនទីក្រុងឆេនហើយដែលនៅក្នុងកាស៊ីណូវិស័យប៉ុន្តែនៅពេលដែលគេយកដាវគេដេចេញមកធ្វើជាភ្នាក់ដោយសារកម្លាំងមន្តអាគមទាបពេកដាវទេពបង្ហាញត្រឹមតែរូបរាងកម្មវិធីខ្លីត្រូវបានអ្នកយាមអ្នកងាយនឹងរារាំងមិនឲ្យចូលខណៈពេលដែលអ្នកទាំងពីរកំពុងពិភាក្សាគ្នាពីវិធីចូលកាស៊ីណូក៏បានជួបនឹងហងយាយដែលជាក្មួយប្រុសរបស់ស្ដេចវិស័យហងយាយចាប់អារម្មណ៍នឹងសមត្ថភាពព្យាបាលរបស់ឯយើងជាខ្លាំងថែមទាំងមានចិត្តស្រឡាញ់លើខ្លួនឯយើងទៀតផងតែតែរកឱកាសចង់នាំនាងទៅជាមួយតែពិបាកត្រង់គេយើងតាមជាប់ស្អិតដូចជាតុកែបេះមិនចេញក្រោមការអង្វររបស់យើងហងយាយក៏នាំពួកគេចូលទៅក្នុងកាស៊ីណូតែក្នុងចិត្តមានគម្រោងផ្សេងគេប្រកាសជាសាធារណៈថាគេយើងគឺជាស្រីបម្រើរបស់ខ្លួនថែមទាំងយកគេធ្វើជាដើមទុនភ្នាល់នៅលើតុល្បែងគេដឹងថាថៅកែស្រីទី3នៃកាស៊ីណូនេះមានចំណូលចិត្តប្លែកម្យ៉ាងឲ្យតែឃើញបរិសុទ្ធក្មេងសង្ហានាងនឹងចេញមុខមកភ្លាមហើយនាងមានបច្ចេកទេសភ្នាល់ខ្ពស់ណាស់គេយើងមិនមែនជាគូប្រកួតរបស់នាងឡើយធ្វើបែបនេះមិនត្រឹមតែអាចធ្វើបាបគេយើងប៉ុណ្ណោះទេថែមទាំងអាចកម្ចាត់គេបានទៀតដើម្បីទទួលបានផែនទីគេយើងមានតែបង្ខំចិត្តចូលលេងពិតមែនហើយបច្ចេកទេសភ្នាល់គឺចាញ់ថៅកែស្រីទី3ដាច់តែម្ដងឃើញថាហៀបនឹងចាញ់គេក៏នឹកឃើញល្បិចមួយដោយប្រាប់ថាហងយាយលួចស្រឡាញ់ថៅកែស្រីទី2យូរមកហើយពិតមែនហើយថៅកែស្រីទី3ពេញចិត្តក្មួយស្ដេចវិសាចដែលមានទាំងឋានៈនិងរូបសម្បត្តិនេះណាស់នាងស្នើឲ្យហងយាយនៅកំដរផឹកស្រាដើម្បីដូរយកផែនទីដើម្បីជួយឲ្យយានបរិសុទ្ធហងយាយមានតែបង្ខំចិត្តយកព្រមនៅពេលដែលពួកគេទទួលបានផែនទីហើយឡើងទៅក្នុងដៃលូរហូតទទួលបានទំនុកចិត្តពីព្រះនាងឆេនមិញតែបែរជាមិនដឹងថាផែនការអាក្រក់ដ៏ធំមួយកំពុងតែខិតជិតមករកពួកគេឡើយ